ថ្ងៃនេះដែរខ្ញុំមកនាំអ្នកទាំងគ្នាមកដើរលេងនៅឆ្នេរសមុទ្រខេត្តកែបរយៈពេល1ថ្ងៃរបៀបដើរលេងម្នាក់ឯងឡូននេះអញ្ចឹងណាដើរលើឆ្នេរមើលទេសភាពនៅសមុទ្រអីអញ្ចឹងណាតោះចង់ដឹងដំណើរកំសាន្តនេះយ៉ាងណាទស្សនាទាំងអស់គ្នាដែលធ្វើដំណើរចេញពីភ្នំពេញទៅកាន់ខេត្តកែបចម្ងាយប្រហែលជា150គីឡូម៉ែត្រដើម្បីទៅដល់ខេត្តកែបនេះណាហើយនេះបានមកដល់ខេត្តកែបហ្នឹងឯងគឺថាមកដល់មានមនុស្សដែលដោយសារមកចំថ្ងៃចុងសប្តាហ៍បើសិនជាចុងសប្តាហ៍អាចនឹងមានមនុស្សច្រើនអញ្ចឹងណានេះបាននិយាយអំពីទឹកសមុទ្រវិញគឺថាស្អាតខ្លាំងមែនតើឡើងថ្លាឡើងខៀវស្ងាត់ណានេះគឺថាអូយស្អាតទៅមែនតើហើយអ្នកកំពុងតែទស្សនាវីដេអូហ្នឹងក៏មានគម្រោងមកសមុទ្រដែរឮថាមានគម្រោងមកសមុទ្រដែលហេងការណាបានមកនេះគម្រោងមកសមុទ្រហ្នឹងការណាជោគជ័យគម្រោងហ្នឹងរាប់លែងអស់ហើយអាគម្រោងមកសមុទ្រហ្នឹងល្មមមកហើយគម្រោងហើយដាក់គម្រោងឲ្យបានជោគជ័យណាមកមើលទេសភាពនៅសមុទ្រនេះគឺថាស្អាតខ្លាំងមែនតើនេះគឺថាអូស្អាតហើយនេះបានដើរមកកន្លែងខ្សែរ៉ូតកាហ្វេណាឡើងទៅលើកន្លែងខ្សែរ៉ូតកាហ្វេលើភ្នំដើម្បីមើលទេសភាពសមុទ្រទាំងមូលណាចឹងហ្នឹងសមុទ្រទាំងមូលមើលទៅគឺថាស្អាតយ៉ាងណាពេលដែលឡើងទៅដល់លើហ្នឹងគឺថាមើលឃើញសមុទ្រធំខ្លាំងនៅពេលដែលឡើងមកដល់លើកន្លែងខ្សែរ៉ូតកាហ្វេនៅលើភ្នំហ្នឹងណាឡើងមកដល់មើលទេសភាពឆ្នេរសមុទ្រខេត្តកែបហ្នឹងគឺថាមើលឃើញទាំងមូលតែម្ដងមើលទៅគឺថាអូស្អាតខ្លាំងមែនតើណាគេធ្លាក់ប៊ីគីនីនោះទឹកសមុទ្រនេះក៏ឃើញដែរនិយាយទៅពេលទៅមកឡើងមកលើហ្នឹងមើលទេសភាពមើលគេលាកប៊ីគីនីអញ្ចឹងណាហើយវីដេអូខ្ញុំនៅថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរក៏សូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ